ថ្ងៃនេះអសត់ធម្មជាតិរន្ទេពីសូមណែនាំពុកម៉ែបងប្អូនទាំងអស់គ្នាស្គាល់អំពីរុក្ខជាតិម្យ៉ាងឈ្មោះថាទ្រនំអេអូតដើមទ្រនំអេអូតនេះបានជាឈ្មោះថាទ្រនំអេអូតដោយសារតែសត្វអេអូតនឹងច្រើនតែយករុក្ខជាតិនេះវាទៅធ្វើសម្បុកពីពណ៌កាច់ទៅធ្វើសម្បុកហ្នឹងហើយម្យ៉ាងសត្វអេអូតច្រើនតែនៅពេលដែលវាមានរបួសអីហ្នឹងវាច្រើនតែកាច់នៅស្លឹកហ្នឹងឬក៏មែកហ្នឹងវាទំពាស៊ីធ្វើជាសុទ្ធសម្រាប់ព្យាបាលរោគរបស់វាអញ្ចឹងបានជាបុរាណខ្មែរយើងហៅឈ្មោះថាទ្រនំអេអូតដើមទ្រនំអេអូតនេះវាមានគុណសម្បត្តិច្រើនក្នុងការប្រើជាសុទ្ធបុរាណខ្មែរយើងហើយបងប្អូនចំណាំទៅរូបរាងវាអញ្ចឹងគឺដើមវាមានថ្នាំងដូចជាដើមឫស្សីអញ្ចឹងមានស្លឹកប្រភេទអញ្ចឹងប៉ុន្តែកន្លែងខ្លះបើសិនជាដើមល្អដីល្អគឺវាមានពណ៌រាងខ្មៅស្លឹកធំជាងនឹងអញ្ចឹងទ្រនំអេអូតនេះគឺមានគុណសម្បត្តិច្រើនសម្រាប់ជួយព្យាបាលរោគពីបុរាណកាលមកក៏ដូចជាបច្ចុប្បន្នកាលហ្នឹងក៏មានអ្នកខ្លះក៏ដឹងអំពីគុណសម្បត្តិនៃការប្រើប្រាស់របស់វាហើយទ្រនំអេអូតនេះអ្នកខ្លះយកមកប្រើជាថ្នាំប្រឆាំងនឹងជំងឺមហារីកហៅថា anti cancer នឹងប្រឆាំងនឹងជំងឺមហារីកចឹងបើសិនតែមានបញ្ហាដែលយើងយកមកប្រើជាឱសថសម្រាប់ប្រឆាំងនឹងជំងឺមហារីកនេះគឺយើងប្រើ10ទៅ15ក្រាមយកដើមវាទាំងមូលដើមទាំងមូលមកគឺសម្ងួតវាឬក៏ដើមស្រស់ក៏បានដែរដើមទទួលទានហូបទៅនឹងសម្រាប់ព្យាបាលប្រឆាំងជំងឺមហារីកឬក៏ជំងឺមហារីកដំណាក់កាលទី1ដំណាក់កាលដំបូងអ្នកកើតដុំគិះដុំអីហ្នឹងក៏អាចទទួលទានបានហើយអ្នកខ្លះទៀតក៏គេយកប្រើជាថ្នាំសម្រាប់ថ្លោះក្រិចហើមអញ្ចឹងគេយកឫសវាយកគល់វាហ្នឹងមកដាក់ជាមួយស្រាណាបុកដាក់ជាមួយស្រាទៅយកមករឹតកន្លែងដែលយើងហើមក្រិចថ្លោះហ្នឹងណាដោយទឹកអេអូតអញ្ចឹងអេអូតកណ្ដាលវាមានរបួសមានអីអញ្ចឹងវាតែងតែចឹកស្លឹកទ្រនំអេអូតហ្នឹងវាទំពាស៊ីណាអញ្ចឹងបានគេបុរាណគេហៅថាទ្រនំអេអូតហ្នឹងហើយសម្រាប់នៅតាមប្រទេសមួយចំនួនគេប្រើទ្រនំអេអូតនេះជាថ្នាំព្យាបាលរោគពោះចឹកហ្នឹងហើយពោះចឹកសត្វល្អិតតិចខាំអីចឹងណាបើសិនបើមានបញ្ហាពោះចឹកពោះអីគេយកទ្រនំអេអូតនេះមកបុកមកដាក់ទឹកសម្រាប់ហូបហើយកាក់វាគេបំពូកថងកន្លែងដែលពោះអាសេរពឹសចឹកហ្នឹងនៅបរទេសអីចឹងគេនិយមប្រើជាពិសេសគឺនៅឥណ្ឌាប្រទេសឥណ្ឌាគេនិយមប្រើណាដូចនៅប្រទេសឥណ្ឌាអីចឹងគេហៅថា Samba grass ហ្នឹងបើន័យថាស្មៅព្យាបាលពោះប៉ុន្តែពោះ Samba ហ្នឹងគឺ Samba snake ជាពោះដែលមានពឹសខ្លាំងអញ្ចឹងកាលណាពោះចឹកអីហ្នឹងគេយកអាស្មៅទ្រនំអេអូតហ្នឹងមកបុកហើយច្រោះមកដាក់ទឹកឲ្យផឹកមកហើយកាក់វាគេបំពូកបិទនៅកន្លែងដែលពោះខាំនឹងឯងអញ្ចឹងមានគុណសម្បត្តិច្រើនណាស់ស្មៅនេះសម្រាប់ព្យាបាលពោះអាសេរពឹសផងសម្រាប់ប្រឆាំងជាមួយនឹងជំងឺមហារីកផងសម្រាប់ការប្រើប្រាស់បងប្អូនអាចយកស្លឹកវាឬក៏ដើមរុក្ខជាតិនឹងហាន់ឲ្យល្អិតមកហើយឆុងដូចតែក៏បានដែរឆុងហូបដូចតែណាហ្នឹងហើយក៏បានឬក៏បងប្អូនអាចហាលវាស្ងួតហើយកិនជាម្សៅហើយទទួលទាននៅម្សៅហ្នឹងក៏បានឬក៏ដែលវិធីងាយស្រួលគឺយកដាំទឹកហូបហ្នឹងហើយយកទ្រនំអេអូតហ្នឹង10ទៅ15ក្រាមស្មើមួយក្តាប់ណាយើងហាន់វាហើយយើងចាប់វាមួយក្តាប់មកយកមកដាំទឹកហូបហ្នឹងក៏បានហ្នឹងវិធីងាយស្រួលមិនពិបាកអីវែងឆ្ងាយបើយើងធ្វើដូចតែធ្វើម្សៅធ្វើអីឃើញថាវាពិបាកប៉ុន្តែថាគ្រាន់តែយកវាហាន់វាហើយចាប់វាមកក្តាប់មកដាំទឹកហូបហ្នឹងមិនពិបាកទេហ្នឹងវាវិធីងាយស្រួលហ្នឹងហើយវិធីណាដែលស្រួលសម្រាប់យើងងាយសម្រាប់យើងប្រើវិធីហ្នឹងទៅហ្នឹងហើយដើម្បីកុំឲ្យពិបាកហើយមានភាពងាយស្រួលអានេះសម្រាប់ចុះជាតិអាស៊ីតផងដែរបើសិនបើអ្នកដែលមានបញ្ហាលើសជាតិអាស៊ីតអីហ្នឹងក៏ទទួលទានទៅមិនខុសទេទទួលទានទ្រនំអេអូតហ្នឹងណាវាមានគុណសម្បត្តិច្រើននៅបរទេសអីហ្នឹងគេនិយមប្រើហើយនៅខ្មែរយើងពីបុរាណមកគេប្រើជាថ្នាំសម្រាប់ថ្លោះក្រិចហើមថ្លោះក្រិចហ្នឹងក៏គេប្រើដែរ
ហ្នឹងហើយហើមឆ្លោះក្រិចហ្នឹងគេយកបុកដាក់មួយស្រាយកមកលាបអីចឹងណាហ្នឹងហើយសម្រាប់រោគសើស្បែកអីហ្នឹងក៏គេប្រើយកបុកវាមកលាបនៅរោគសើស្បែកមានកមានរមាស់អីជាដើមចឹងទៅក៏គេប្រើដែរទៅនំអេអូតហ្នឹងអញ្ចឹងវាមានគុណសម្បត្តិច្រើនមានច្រើនដោយសារតែយើងយកទៅផ្សំជាមួយនឹងរុក្ខជាតិអីផ្សេងធ្វើថ្នាំផ្សេងទៀតហ្នឹងហើយធ្វើជាថ្នាំផ្សេងទៀតហ្នឹងមិនសិនតែយើងផ្សំរុក្ខជាតិអីច្រើនណាអញ្ចឹងមានគុណសម្បត្តិច្រើនអញ្ចឹងសូមអរគុណដែលបានតាមដាននៅវីដេអូ YouTube Channel នេះហើយសូមជួយ Subscribe ផងដើម្បីទទួលបាននៅចំណេះដឹងថ្មីៗទាក់ទងទៅនឹងរុក្ខជាតិឱសថក៏ដូចជារូបមន្តឱសថហ្នឹងហើយ